ថ្ងៃនេះខ្ញុំមកចែករំលែកពីក្បួនធ្វើទឹកស៊ុបកាទៀវរបស់នាងខ្ញុំសង្ឃឹមថាបងប្អូននឹងចូលចិត្តវីដេអូនេះទាំងអស់គ្នាជាដំបូងហ្នឹងខ្ញុំមានឆ្អឹងគោចាចំនួន1គីឡូចាបងប្អូនខ្ញុំយកមកកាប់ដុំតូចចេះហើយយកវាមកស្រុះទឹកក្តៅដើម្បីឲ្យការស្រុះទឹកក្តៅនេះធ្វើឲ្យកុំឲ្យមានក្លិនឆ្អាបហើយវាអស់កាកសំណល់ផ្សេងហើយមុននឹងស្រុះទឹកក្តៅនេះគឺខ្ញុំបានលាងពី3ទឹកហើយដែរហើយទឹកក្តៅនេះដែរខ្ញុំដាំវាជាមួយនឹងមើមខ្ជាយសំទោសបងប្អូនមើមខ្ញីច្រឡំខ្ជាយបងប្អូនចាស្រស់វាមើលទៅរៀងដូចអស់ជាតិឈាមជាតិអីហើយខ្ញុំក៏ស្រង់វាយកមកទុកលាងអញ្ចឹងណាចាយើងស្រង់វារួចហើយយើងក៏យកវាមកលាងពី3សាទៀតទៅឲ្យអស់កតិចឆ្អឹងកតិចឈាមចាកាកសំណល់ផ្សេងនិយាយទៅលាងវាឲ្យស្អាតឲ្យវាស្រស់អញ្ចឹងណានៅពេលធ្វើទឹកស៊ុបទៅទឹកស៊ុបយើងបានថ្លាល្អហើយអត់មានក្លិនឆ្អាបទៀតនិយាយទៅកាទៀវគឺថាសម្រាប់បន្លែប្លុកដូចជាមិនសូវមានអីច្រើនទេមានតែសណ្តែកបដោសាឡាត់អីហ្នឹងយើងសម្រាប់ទ្រាប់ចានឲ្យវាឃើញស្អាតណាស្លឹកជីវ៉ាន់ស៊ុយជីឆាយចាជីអាណាចាដាក់ទៅដើម្បីវាឈ្ងុយចានេះខ្ញុំកំពុងតែលាងឆ្អឹងគោរបស់យើងបងប្អូនអាចធ្វើជាឆ្អឹងចនីជ្រូកអីក៏បានឆ្អឹងជ្រូកអីក៏បានតែខ្ញុំចូលចិត្តរសជាតិសាច់គោអញ្ចឹងណាចាឥឡូវយើងលាងសម្រស់វាមួយសាទៅហើយបន្ទាប់មកយើងក៏ចាប់ផ្ដើមមើលគ្រឿងផ្សំផ្សេងទៀតមានដូចជាបង្គាយីហឺហើយនឹងឆៃប៉ូវរបស់យើងនឹងឯងគឺយើងហាន់វាតាមចំណង់ចំណូលចិត្តអ្នកខ្លះចូលចិត្តដាក់ឆៃប៉ូវរាងធំអីចឹងណាចាឥឡូវនេះយើងក៏ចាប់ផ្ដើមលាងចំបាច់វាឲ្យស្អាតព្រោះបង្គាយីហឺខ្លះវាមានជាតិដូចជាអាប់បងប្អូនចាយើងលាងវាស្អាតទៅយកតែសាច់ល្អទៅបានហើយឆៃប៉ូវសម្រាប់ថ្ងៃនេះវិញខ្ញុំដាក់រៀងស្ទើបន្តិចបងប្អូនណាស្ដាយនៅសល់ប៉ុណ្ណឹងចាឥឡូវយើងសម្រស់ទាំងឆ្អឹងទាំងបង្គាយីហឺឆៃប៉ូវរបស់យើងដាក់ចូលក្នុងទឹកក្តៅរបស់យើងណាទឹកនេះអត់ទាន់ពុះទេបងប្អូនតែខ្ញុំដាក់ចូលទៅងាស់ដាក់ភ្លើងតិចទេបងប្អូនកុំដាក់ខ្លាំងពេកហើយជាធម្មតាគេធ្វើទឹកស៊ុបកាទៀវគឺយកឆ្អឹងគោយកមកធ្វើគឺឆ្ងាញ់ជាងតែខ្ញុំយកឆ្អឹងជំនីចេះគឺបានទាំងសាច់បានទាំងងាស់ស៊ុបឥឡូវនេះយើងមកថែមគ្រឿងបន្តទៀតមានដូចជាជីវ៉ាន់ស៊ុយនេះគឺថាដាក់ទៅគឺឆ្ងាញ់ឈ្ងុយតែម្ដងបងប្អូនចាកុំភ្លេចអសោះគល់ជីវ៉ាន់ស៊ុយដាក់ក្នុងទឹកស៊ុបចាហើយនេះគឺខ្ញីបងប្អូនខ្ញុំច្រឡំហៅតែខ្ញីខ្ទឹមបារាំងចាម្រេចហើយនឹងខ្ទឹមសរបស់យើងនេះចាយកទៅលីងវាឲ្យឈ្ងុយបើមានចក្រានភ្លើងវិញដាក់ទៅកាន់តែឈ្ងុយងុំតែម្ដងតែយើងប្រើចក្រានហ្គាសចឹងអត់មានអត់វារៀងយឺតបន្តិចបងប្អូនយើងត្រូវប្រើពេលវេលាហើយខ្ញីនេះដែរបើសិនជាបានខ្ញីចាស់វាកាន់តែឈ្ងុយល្អតែខ្ញីខ្ញុំនេះគឺខ្ញីខ្ចីបងប្អូនហើយតែធ្វើម៉េចបើយើងមានអាហ្នឹងហើយក៏ដាក់ទៅហើយលីងវាឲ្យឈ្ងុយណាបងប្អូនចំណែកទឹកស៊ុបរបស់យើងដែរកុំភ្លេចបងប្អូនគឺថែមអំបិលមកចុងលព្រាទៅតាមទំហំទឹកស៊ុបរបស់យើងណាបងប្អូនបើធ្វើធំធ្វើច្រើនដាក់រៀងអំបិលរៀងច្រើនបន្តិចទៅឲ្យវារៀងមុតបន្តិចបងប្អូនចានេះមើលទៅបងប្អូនឃើញទេខ្ញុំលីងទៅវាបានក្រហមប៉ុណ្ណឹងប៉ុន្តែវាឈ្ងុយមែនតើបងប្អូនធ្វើឲ្យវាឈ្ងុយដាក់ក្នុងទឹកស៊ុបទៅវាបង្កើនរសជាតិណាបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំក៏ចាប់ផ្ដើមដួសម្រេចដាក់មុនខ្លាចវាខ្លោចបងប្អូនវាឈ្ងុយហើយខែទុកយូរទៅខ្លាចវាខ្លោចវាលែងឈ្ងុយណាបងប្អូនចាឥឡូវនេះយើងគ្រឿងផ្សំរបស់យើងបន្តទៀតនេះគឺថាបន្លែប្លុកនឹងមានដូចខ្ញុំរៀបរាប់ចឹងជីឆាយជីវ៉ាន់ស៊ុយជីអាណាសាឡាត់ចាជាមួយនឹងមានសណ្តែកបដោះនឹងឯងអ្នកខ្លះក៏ចូលចិត្តដាក់ស្ពៃក៏ដាក់ស្ពៃថែមទៅបងប្អូនទឹកស៊ុបរបស់ខ្ញុំងាស់យូរដែរងាស់មុំតែសាច់យើងផុយណាញ៉ាំទៅអត់ស្វិតហ្នឹងគឺថាខ្ញុំចាប់ដើមដាក់ការ៉ុតហើយចាព្រោះការ៉ុតបើងាស់ជាមួយគ្នាវាលួយអត់ល្អមើលទេអញ្ចឹងយើងដាក់ក្រោយគេចានេះគឺហើយចេញជារូបរាងហើយបងប្អូនចាពេលដែលយើងញ៉ាំយើងថែមទឹកម្ទេសថែមទឹកស៊ីអ៊ីវចាស្ករសបន្តិចទៅចារសជាតិគឺអែមតែម្ដងចាឃើញទេតំណងអត់បងប្អូនទាំងអស់គ្នានិយាយរួមទៅបើយើងបានដាក់សាច់គោស្រស់អីទៀតកាន់តែតំណងថែមទៀតតែអានេះយើងធ្វើបែបលក្ខណៈគ្រួសារណាមានបណ្ណាញ៉ាំប៉ុណ្ណឹងណាបងប្អូនចានិយាយទៅប្តីខ្ញុំនេះឲ្យតែបានស៊ុបកាទៀវប្រពន្ធធ្វើវិញញ៉ាំមិនណាយតែម្ដង